បាទសូមជម្រាបសួរបងប្អូនមិត្តនិស្សិតនិងជនរួមជាតិទាំងអស់កាលនេះខ្ញុំមកបង្ហាញអំពីរបៀបមួយទៀតដោយនេះបងប្អូនដោយមានរូបនៅពីក្រោយនេះបងប្អូនគឺថារូបបង្កប់នៅក្នុងផ្ទាំង slide របស់យើងអញ្ចឹងថ្ងៃនេះគឺខ្ញុំមកបង្ហាញបងប្អូនខ្ញុំមកបន្តគឺយើងចូលមកផ្ទាំង PowerPoint ថ្មីមកឬក៏បងប្អូនចុចចូលទៅក្នុងកម្មវិធី PowerPoint តើមកខ្ញុំចុច Ctrl A ដើម្បីសម្អាតនៅផ្ទាំងបងប្អូនភាគច្រើនប្រហែលជាគិតថាដាក់រូបចឹងគឺយើងដាក់ចេះចូលមកក្នុង insert មកតើមកយើងចូលមកយករូបនៅក្នុងcomputer របស់យើងនេះបងប្អូននេះបងប្អូនចឹងបងប្អូនគិតថាប្រហែលជាគេដាក់ចេះចឹងបងប្អូនខ្ញុំសាក់ print សិនអូខេ print ហើយខ្ញុំដាក់វាមកត្រង់ចេះចឹងបញ្ជាក់បងប្អូនដាក់ចឹងក៏បានដែរបងប្អូនក៏ប៉ុន្តែដាក់ចឹងវាអាចធ្វើឲ្យយើងរំខានទៅលើនៅពេលដែលយើងធ្វើ slide នេះឃើញបងប្អូននេះឃើញតតវាលោតនេះគឺថាវាធ្វើឲ្យយើងបើសិនជាយើងធ្វើនៅកិច្ចការវាធ្វើឲ្យយើងវាប៉ះពាល់រត់ចេះបងប្អូនអញ្ចឹងវាធ្វើឲ្យរំខានមែនតើឧទាហរណ៍ខ្ញុំសាក់ copy យកនេះរបស់ខ្ញុំ slide របស់ខ្ញុំយកមកដាក់អូខេ Ctrl V ហើយយកមកផាសនៅក្នុងនេះគេចឹងឧទាហរណ៍បើសិនជាបងប្អូនចង់សេរីអ្វីមួយចឹងណាបងប្អូននេះបងប្អូនចង់សេរីចេះចឹងមកទៅពេលសេរីហើយវាអាចនឹងប៉ះពាល់ដល់នេះពេលខ្លះយើងចុចមកប៉ះពាល់យើងសេរីមកយើងមិនទៅសេរីអានេះយើងមកសេរីអានេះបាត់វាខុសបាត់ចឹងណាបងប្អូនចឹងគឺយើងធ្វើចឹងគឺវាបាក់ចឹងថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបងាយស្រួលចឹង Ctrl A លុបចោលសិនតមកបងប្អូនចុចទៅលើ mouse ស្ដាំ mouse ស្ដាំចូលមកពាក្យនេះមកតមកបងប្អូនយកពាក្យនេះពាក្យខាងទី3គេនេះតមកបងកន្លែងនេះដល់ពេលយើងចុចចូលឲ្យនឹងមកគឺវាមានផ្ទាំងស្រាប់ឲ្យយើងនេះបងប្អូនផ្ទាំងស្រាប់នេះគឺវាស្ថិតនៅក្នុងកម្មវិធីនឹងស្រាប់ហ្មងចឹងបងប្អូនចង់បានបែបណាក៏បានអីបែបណាក៏បានដែរពីបងប្អូននេះឃើញអត់តែយើងអត់ចង់បានចឹងទេចឹងយើងចូលមកនេះមកបងប្អូនចូលមកពាក្យនេះបងប្អូនចូលមកពាក្យហ្នឹងហើយតមកយកនេះខ្ញុំសូមបញ្ជាក់កន្លែងនេះយើងយករូបនៅក្នុងកុំព្យូទ័រដោយប្រើនៅអ៊ីនធឺណិតដែលប្រើនៅអ៊ីនធឺណិតឥឡូវនេះគឺនៅក្នុងកុំព្យូទ័រយើងផ្ទាល់តែម្ដងនេះបងប្អូននេះរូបសិតរូប design ខ្ញុំយករូបនេះមកនេះអូខេឃើញវាលោតមកពាក់កណ្ដាលអញ្ចឹងតែវាអត់ដូចរបស់គេចេះបងប្អូននេះអត់ដូចរបស់ខ្ញុំធ្វើអញ្ចឹងគឺងាយស្រួលទេបងប្អូនចូលមកបន្តមកបងប្អូនចុចឡើងនេះឡើងគ្រីសនេះចុចឲ្យនោះមកវាលោតចឹងហើយបងប្អូនឃើញអត់បើយើងអត់ចុចគ្រីសវាលោតចឹងចឹងយើងចុចគ្រីសវាលោតអញ្ចឹងដល់ពេលលោតអញ្ចឹងហើយឡើងនេះយើងមកសេរីនេះបងប្អូនអាទី2ហ្នឹងអាទី2នេះបើយើងចុចចឹងគឺវាឡើងលើអញ្ចឹងយើងចង់ចុចកង់ចុចមកលើនេះវិញចុចវាអញ្ចឹងមកដើម្បីឲ្យវាស្មើទៅនឹងផ្ទាំង slide របស់យើងអូខេបងប្អូនខ្ញុំយកត្រឹមប៉ុណ្ណេះខ្ញុំចុចខ្វែងចោលសិននេះអញ្ចឹងយើងមើលរបស់គេគឺវាលក្ខណៈសអត់ខ្មៅដិតទេចឹងយើងមកសេរីកុំឲ្យវាខ្មៅដិតចឹងយើងចូលមកឡើងវិញដដែលមកតោះមកយើងចូលឡើងនេះបងប្អូននេះយើងមកសេរីវាចេះតែវាដើម្បីកុំឲ្យវាខ្មៅដិតពេកកាលណាបើសិនជាខ្មៅដិតវាធ្វើឲ្យ slide របស់យើងនៅពេលដែលចាក់ទៅគឺវាចេញមកគឺវាលិចជាងអក្សរអញ្ចឹងបងប្អូននេះអូខេប៉ុណ្ណឹងមកគឺបានហើយបងប្អូនចុះបើសិនលក្ខណៈដល់ពេលដែលបងប្អូនធ្វើ slide បន្តបើសិនជាបងប្អូនចង់បានអញ្ចឹងទៀតបងប្អូនចុចខាងក្រោមនេះបងប្អូនអញ្ចឹងណាបងប្អូនចុចអាទី2ហ្នឹងបើសិនជាបងប្អូនចុចអាទី1គឺវាចូលមកសារថ្មីវិញហ្នឹងខ្ញុំវីដេអូមុនខ្ញុំបានប្រាប់ម្ដងហើយអូខេអញ្ចឹងគឺវីដេអូយើងមានតែប៉ុណ្្នឹងបើសិនជាបងប្អូនឆ្ងល់អ្វីអាច comment នៅក្នុងវីដេអូបាននិងកុំភ្លេចជួយចុច subscribe ផងបាទសូមអរគុណក្នុងការទស្សនាវីដេអូនេះបងប្អូនសូមអរគុណសូមជម្រាបលា